តើបងប្អូនធ្លាប់ដឹងទេថានៅពេលដែលយើងចូលគល់ព្រះរាជាពាក្យមួយដែលគេនិយាយនោះគឺសូមក្រាបថ្វាយបង្គំព្រះបាទទាព្រះមហាក្សត្រក្នុងកិច្ចនៃការគោរពព្រះមហាក្សត្រគឺគេត្រូវលើកជង្គង់ផ្ទាល់នឹងដីហើយគេត្រូវវាបន្តិចម្ដងទៅដល់ហើយលើកដៃប្រណម្យនិងក្រាបទូលផ្ទាល់ដីដូចគ្នាហើយនិយាយថាសូមគោរពដល់ព្រះបាទទីព្រះមហាក្សត្រដ៏គង់ខ្ពស់អីអញ្ចឹងទៅហើយបងប្អូនបានឆ្ងល់ទេហេតុអ្វីបានជាមានពាក្យថាគោរពព្រះបាទទីឬក៏គោរពដល់ព្រះបាទរបស់ព្រះមហាក្សត្របែបនេះតើពាក្យនេះមានឫសគល់មកពីណាដែរហើយកើតតាំងពីពេលណាដែរហើយតើគេប្រើពាក្យនេះសម័យកាលថ្មីនេះ100ឆ្នាំចុងក្រោយនេះឬក៏គេប្រើវាមកយូរហើយតាមការពិតទៅពាក្យគោរពដល់ព្រះបាទទារបស់ព្រះមហាក្សត្រនេះគេកើតមានតាំងពីយូរមកហើយគឺគេចង់សំដៅទៅលើការគោរពព្រះមហាក្សត្រដ៏គង់ខ្ពស់ការបង្ហាញថាខ្លួនមានឋានៈទូចទាបមិនស្មើអំណាចព្រះមហាក្សត្រដែលជាព្រះរាជាពោពេញដោយទសពិធរាជធម៌ចឹងហើយទើបគេប្រើពាក្យថាសូមគោរពដល់ព្រះបាទទាតាមការពិតទៅពាក្យនេះមានចាប់តាំងពីសម័យចេនឡាមកម្ល៉េះចុងសម័យចេនឡានៅក្នុងរាជពនាងជ័យទេវីតាមការពិតទៅយើងគិតថាយើងតែងតែឃើញព្រះរាជាជាបុរសដែលជាអ្នកគ្រប់គ្រងប្រទេសកសាងប្រទេសបែបអីចឹងណាប៉ុន្តែតាមការពិតទៅក្នុងប្រវត្តិសាស្ត្រខ្មែរក៏មានព្រះរាជាដែលជាស្ត្រីដែរមិនមែនមានតែមួយអង្គផងអាចមាន5ទៅ6អង្គនៅក្នុងសម័យចេនឡាតែគាត់ថាឯកសារវាពិបាកនៅក្នុងការរកអញ្ចឹងវាមិនអាចបង្ហាញទាំងស្រុងទេអញ្ចឹងយើងត្រឡប់មកធានបទយើងវិញគឺពាក្យថាគោរពព្រះបាទទានេះគឺគេនិយាយថាតាមបែបបុរាណគឺគេនិយាយថាព្រះធូលីជើងមានន័យថាព្រះបាទទាដូចគ្នាទាំងឯងគឺជាធរណតរនាមមួយនៅខាងមុខនៃឈ្មោះរបស់ព្រះមហាក្សត្រដោយអ្នកបង្កើតនោះគឺព្រះនាងជ័យទេវីដែលជាព្រះមហាក្សត្រស្រីនឹងឯងដែលគេយល់ថាទ្រង់ជាស្ត្រីដែលអន់ខ្សោយដែលអ្នកប្រវត្តិសាស្ត្រក្នុងសម័យបារាំងគេយល់ថាបែបនោះព្រោះទី1អ្នកប្រវត្តិសាស្ត្រយើងដែលសិក្សាប្រវត្តិសាស្ត្រខ្មែរដំបូងគឺមកពីខាងប្រចាំប្រទេសហើយប្រចាំប្រទេសគេយល់ថាមនុស្សស្រីក៏ជាអ្នកដែលគ្រប់គ្រងប្រទេសមួយដ៏ទន់ខ្សោយគឺថាមនុស្សស្រីមិនមានអំណាចអីទៅព្រមប្រទេសអីបានខ្លាំងក្លាទេព្រោះប្រទេសពួកគេពីសម័យបុរាណមកមិនងាយនឹងមានព្រះរាជាណាជាស្ត្រីទេតែមកដល់សម័យថ្មីនេះសតវត្សទី20នេះដែលយើងមានសិទ្ធិស្ត្រីសិទ្ធិអីកើតឡើងមកដែលធ្វើឲ្យវាមានសមភាពចឹងហើយពាក្យនេះកើតឡើងនៅក្នុងរាជពនាងជ័យទេវីដោយការពិតទៅពនាងជ័យទេវីមិនមែនជាព្រះរាជាដែលទន់ខ្សោយទេតាមការសិក្សាថ្មីគេបានបង្ហាញថាពនាងជ័យទេវីជាព្រះរាជាស្ត្រីដែលខ្លាំងព្រោះសូម្បីតែការកសាងសាលាចរិតអីក៏ព្រះនាងអាចគ្រប់គ្រងបានហើយគេឃើញថាក្នុងសាលាចរិតរបស់ទ្រង់ហ្នឹងដែលគេយល់ច្រឡំពីមុនហ្នឹងទ្រង់បានបង្ហាញថានៅក្នុងបញ្ហាដ៏ស្មុគស្មាញក៏ព្រះនាងអាចប្រើម្រាមដៃចង្អុលមួយអាចទ្រនៅភាពលំបាកក្នុងគ្រាកាលយុគដែរអញ្ចឹងមានថាព្រះនាងជាស្ត្រីខ្លាំងហើយព្រះនាងបានបន្ថែមពាក្យដែលយើងកំពុងតែនិយាយនេះគឺការគោរពព្រះបាទទាហ្នឹងគឺព្រះនាងសរសេរតាមសាលាចរិតថាព្រះបាទធូលីជើងដែលយើងអាចហៅតាមភាសាបុរាណថាព្រះបាទធូលីជើងស្រីជ័យរាជទេវីមានន័យថាសូមគោរពដល់ព្រះបាទព្រះនាងសូមគោរពដល់ព្រះបាទទារបស់ព្រះនាងជ័យរាជទេវីដូច្នេះហើយពាក្យនេះគឺបន្តគ្នាមកបន្តទៀតនៅក្នុងសម័យអង្គរគឺក្នុងរាជវរ្ម័នជ័យវរ្ម័នទី2ក៏គេប្រើពាក្យនេះដែរគឺទ្រង់មានត្រង់តរនាមថាព្រះបាទកម្រងតែងអញព្រះធូលីជើងព្រះបាទកម្រងតែងអញស្រីជ័យវរ្ម័នហើយនៅក្នុងរាជព្រះបាទក្រោយៗមកទៀតដូចជាព្រះបាទសូរ្យវរ្ម័នក៏មានប្រើពាក្យធូលីជើងនេះដែរធូលីជើងនេះដែរហើយរហូតមកដល់ពេលបច្ចុប្បន្នហើយមុននឹងនៅសម័យក្រោយៗមកទៀតគឺដោយសារតែខ្មែរយើងលែងកសាងប្រាសាទហើយប្រជាជនផ្លាស់ប្ដូររាជធានីពីក្រុងអង្គរមកទីក្រុងចតុមុខហើយមកដល់ឧត្តរគឺគេមិនមានការកត់ត្រាពាក្យនេះទេដែលគេអាចកត់ត្រាទៅលើតែនៅក្នុងក្រាំងសត្រា
ស្លឹករឹតផ្សេងៗប៉ុន្តែគេបានកម្លាយពាក្យនេះមកត្រឹមតែថាសូមគោរពព្រះបាទទាដូច្នេះហើយเมื่อពេលដែលបងប្អូនបានឃើញរឿងបុរាណផ្សេងៗឬក៏មានឱកាសបានចូលកព្រះមហាក្សត្រអញ្ចឹងមកបងបានដឹងថាអូតាមពិតទៅពាក្យនេះមានឫសគល់មកយូរណាស់មកហើយមិនមែនត្រឹមតែមាននៅក្នុងពេលថ្មីៗនេះទេខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជាចំណេះដឹងមួយដល់បងប្អូនហើយសូមបងប្អូនសំណាងល្អប្រកបមុខរបររកស៊ីរត់តែមានបានសូមអរគុណ